នាទីផលប្រយោជន៍នៃព្រះធម៌កម្មវិធីនេះបង្កើតឡើងដោយក្រុមព្រះសង្ឃទឹកចិត្តសាមណៈដើម្បីធ្វើការផ្សព្វផ្សាយព្រះធម៌សម្រាប់មនុស្សទូទៅឲ្យបានយល់ដឹងអំពីសច្ចភាពនៃអរិយសច្ចៈ4ប្រការដោយមានវត្ថុបំណង3យ៉ាងគឺ1លើកកម្ពស់ការបដិបត្តិវិបស្សនា2លើកស្ទួយសិលធម៌សង្គម3ការបណ្ដុះនៅបញ្ញាកម្មវិធីផលប្រយោជន៍នៃព្រះធម៌ធ្វើការផ្សាយចេញពីស្ថានីយ៍វិទ្យុ Solida FM 108 MHz នៅរាជធានីភ្នំពេញដោយផ្សាយចេញជារៀងរាល់ថ្ងៃចាប់ពីវេលាម៉ោង 6 ល្ងាចដល់ម៉ោង 7 យប់ខ្ញុំគណៈខ្ញុំសូមក្រាបថ្វាយបង្គំចំពោះព្រះរតនត្រ័យទាំង3មានព្រះពុទ្ធព្រះធម៌ព្រះសង្ឃដោយសេចក្តីគោរពនិងជ្រះថ្លាក៏សូមគោរពនិងថ្វាយបង្គំចំពោះព្រះសង្ឃរាជទាំងពីរគណៈនិងព្រះថេរានុថេរៈគ្រប់ព្រះអង្គក៏សូមជម្រាបសួរដល់ឧបាសកឧបាសិកាបងប្អូនប្រិយមិត្តអ្នកស្ដាប់ដែលកំពុងតាមដានស្ដាប់កម្មវិធីផលប្រយោជន៍នៃព្រះធម៌ដែលយើងនឹងធ្វើការផ្សាយផ្ទាល់នៅវេលាម៉ោង 6 ដល់ម៉ោង 7 ជារៀងរាល់ថ្ងៃនៅក្នុងល្ងាចនេះមានខ្ញុំបាទហូគីដែលជាអ្នកសម្របសម្រួលព្រមទាំងវាគ្មិនពីរព្រះអង្គគឺទី1ព្រះអង្គម្ចាស់ខមលឿងនិងទី2ព្រះគុណម្ចាស់សែមសុភាពដោយនៅក្នុងល្ងាចនេះយើងនឹងធ្វើការពិភាក្សាបន្តទៅលើប្រធានបទសូរ៉ាមេឌីយ៉ាហើយយើងនឹងធ្វើការឆ្លើយសំណួរខ្លះៗដែលប្រិយមិត្តបានធ្វើការសួរកាលពីម្សិលមិញហើយនឹងមានចំណាប់អារម្មណ៍គ្រាដំបូងនៅពេលនេះខ្ញុំសូមបកគលកម្មវិធីទៅព្រះអង្គខមលឿងដើម្បីធ្វើចំណាប់អារម្មណ៍គ្រាដំបូងសូមនិមន្តព្រះអង្គសូមអរគុណជាបឋមខ្ញុំព្រះករុណាអាត្មាភាពសូមលំអរកាយក្រាបថ្វាយបង្គំចំពោះគុណបរតនត្រ័យទាំង3មានព្រះពុទ្ធព្រះធម៌និងព្រះសង្ឃដោយសេចក្តីគោរពសូមក្រាបថ្វាយបង្គំចំពោះសម្ដេចព្រះសង្ឃរាជទាំងពីរគណៈនៃប្រជាណាចក្រកម្ពុជាដោយសេចក្តីគោរពជ្រះថ្លាសូមក្រាបថ្វាយបង្គំចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គដោយសេចក្តីគោរពចម្រើនពរដល់ញាតិញោមពុទ្ធបរិស័ទទាំងអស់និងញាតិញោមក្រៅព្រះពុទ្ធបរិស័ទនឹងដោយសេចក្តីនឹករលឹកអំពីខ្ញុំកណាអាត្មាភាពដែលកំពុងធ្វើការផ្សាយផ្ទាល់នៅក្នុងស្ថានីយ៍វិទ្យុSolida 108 MHz South SM ដែលជាយើងផ្សាយជារៀងរាល់ម៉ោង 6 និងម៉ោង 7 ជាទូទៅថ្ងៃច័ន្ទគិពុទ្ធពហុកម្មវិធីយើងគឺមានផ្ដោតគោលការណ៍ទៅលើប្រធានបទដែលយើងកំពុងនិយាយអំពីបញ្ញកិរិយាវត្ថុក្នុងនោះដែរយើងចូលកិរិយាទី2គឺសិលហើយក៏យើងចូលនៅសិក្ខាបទទី5ដែលជាសិក្ខាបទចុងក្រោយបានសិល5ដោយឡែកសុក្រសៅរ៍អាទិត្យ3ថ្ងៃហ្នឹងគឺយើងជជែកអំពីប្រធានបទទូទៅបើសិនណាបកណាគុណចាស់ញាតិញោមទាំងអស់មានចំណាប់អារម្មណ៍ចង់ចូលរួមនៅក្នុងកម្មវិធីផលប្រយោជន៍នៃព្រះធម៌អាចទូរស័ព្ទចូលរួមបានដែលយើងមានទូរស័ព្ទ3ប្រព័ន្ធហើយសម្រាប់ថ្ងៃហ្នឹងដែរគឺយើងជជែកវែកញែកគ្នាជាទូទៅមិនចំពោះតែប្រធានបទទេទាំងសំណួរក៏ដោយទាំងកណាគុណចាស់ចង់ចូលរួមចែកជាធម្មិកថានាអីហើយអាចចូលរួមបានតាមបតីតាមចិត្តនៅក្នុងការធ្វើចំណាប់អារម្មណ៍របស់ខ្ញុំកណាអាត្មាភាពដំបូងខ្ញុំកណាអាត្មាភាពនឹងធ្វើការបកស្រាយបន្ថែមតាក់ទងទៅនឹងវិន័យទាំង6យ៉ាងដែលម្សិលមិញខ្ញុំកណាអាត្មាភាពបកស្រាយវិន័យទី1វិន័យទ្រព្យក្នុងគ្រួសារហើយវិន័យទី2ហ្នឹងគឺបង្កចំនួនជាទូទៅរាល់បុគ្គលដែលសែបនៅគ្រឿងសង្វឹងហើយខ្លាយជាអ្នកសង្វឹងកាលណាហើយរួមទាំងពាក្យពេចន៍ពាក្យសម្ដីរបស់អ្នកនោះមិនសូវជាចាញ់គេប្រមាណទេសម្ដីអួតអាងក្អេងក្អាងសពគ្រប់បែបយ៉ាងយើងឧទាហរណ៍ថាផ្លូវមួយយើងចង់ដើរម្នាក់ឯងចឹងទៅពេលគេថាពេលគេអីចឹងខឹងសម្បាននឹងគេកើតមានចំនួនទាស់ទែងនឹងគ្នាជាដើមអីចឹងទៅមួយទៀតពេលយកប្រឡប់អីជាដើមកាលណាបើយើង
ភាសានៅគ្រឿងស្រវឹងឬក៏យើងខ្លាយជាអ្នកស្រវឹងហើយសំឡេងការដើរហ្នឹងមិនសូវមានរអាឬមិនសូវមានការអៀនខ្មាស់ចំពោះអ្នកដទៃទេដើរទៅផ្អើលចាស់ផ្អើលទុំគាត់រោតែសម្រានដេកពួនអីក៏មិនបានដែរអ្នកដែលនៅចិត្តជំវិញនោះសំបីតែភរិយាហើយនឹងកូនខ្លួនឯងក៏ខ្លាចដែរនៅពេលដែលឃើញស្វាមីឬឪពុកខ្លួនឯងជាអ្នកស្វឹងអ៊ូទនួអញ្ចឹងហើយចេះតែបង្កចំនួនរលរឿងគ្រប់បែបយ៉ាងការនៅសម័យពុទ្ធកាលមានបរិជាមួយអង្គព្រោះតែស្វឹងស្រាសម្រាប់កូនខ្លួនឯងក៏មានដែរនៅក្នុងរឿងជាដករឿងបតៈខាតិរាជាខាតិករាជានៅពេលបរិជាហ្នឹងជាអ្នកសយសាច់ប៉ុន្តែនគរមួយនោះហាមមិនអោយប្រជាពលរដ្ឋសម្រាប់សត្វទេនៅពេលថ្ងៃឧបោសថសិលដោយសារឲ្យប្រជាពលរដ្ឋទាំងអស់គ្នារក្សាសិលដូចគ្នាអញ្ចឹងសាច់អីបើចង់ដល់ថ្ងៃហ្នឹងត្រូវតែរោទុមុនហើយព្រះជាព្រះអង្គហ្នឹងព្រះអង្គទ្រង់ញៀននឹងសាច់មនុស្សហើយញៀនសារាទៀតនៅពេលដែលថ្ងៃមួយហ្នឹងឆ្កែហ្នឹងយកសាច់ដែលត្រៀមទុកហ្នឹងទៅយកលួចទៅស៊ីបាត់ទៅហើយអត់អីដើម្បីថ្វាយព្រះជាពួកអ្នកទាំងអស់គ្នាហ្នឹងអត់ហ៊ានទូលដល់ព្រះជាថាសាច់អត់ទេហើយក៏ម្នាក់អត់ហ៊ានលើកាយាសងយហ្នឹងទៅថ្វាយព្រះជាដែរដោយខ្លាចព្រះជាហ្នឹងសម្លាប់ហើយណាមួយព្រះជាកំពុងតែស្វឹងទៀតតែមានមហេសីមួយរូបហ្នឹងឆ្លាតទៅប្រាប់អ្នកចុងភៅទាំងអស់ហ្នឹងថានៅពេលដែលយើងយកបុតដែលជាទីស្រឡាញ់របស់ព្រះជាហ្នឹងយកទៅដល់ហើយយកដាក់នៅផ្លូវព្រះជាហើយពេលហ្នឹងព្រះជាប្រកាសជាអនថាបុតហើយអ្នកទាំងអស់គ្នាពេលហ្នឹងលើមហូបទៅចុះហ្នឹងលើមហូបទៅចុះហើយព្រះជាហ្នឹងផ្លេចគិតពីរឿងសាច់ហ្នឹងហើយដល់ពេលយករាជបុត្ររាជកុមារនឹងទៅដល់ហើយលើកមហូបទៅអត់ឃើញសាច់សួររោដែរណែស្វឹងផងសួររោប្រាប់ថាពួកអ្នកបម្រើទាំងអស់ម្នាក់ខ្លាចថាបើពេទ្យព្រះជាភ័យទោះសូមព្រះអង្គមេត្តាកុំសយសាច់អីព្រោះថ្ងៃនេះជាថ្ងៃពោធិ៍សិលអីហើយនិយាយប្រាប់ថាណាមួយសាច់ហ្នឹងអត់មានពីណាហ៊ានសម្លាប់ទេថ្ងៃហ្នឹងទៅពេលហ្នឹងអំណាចនៃសរាមួលកកូនខ្លួនឯងបោះអោយចុងភៅយកទៅធ្វើមហូបណែឃើញណាដោយសារតែស្វឹងធ្វើឲ្យភ្លេចភ្លៀងធ្វើឲ្យមានបញ្ហាក្នុងនគរពេលហ្នឹងមហេសីចេះតែទួញសយសកសយកន្សែងអីជាដើមអញ្ចឹងទៅដល់ពេលស្វាងភ្ញាក់ឡើងនឹកដល់ព្រះរាជបុត្រទៅសួររោរាប់តែឃើញមហេសីកំពុងតែយំលហេកលហាមដល់ពេលបញ្ជាក់ប្រាប់ទៅທາງបុត្រហ្នឹងត្រូវព្រះអង្គហ្នឹងមួលកសម្រាប់បាត់ហើយយកទៅធ្វើមហូបសយអស់តាំងពីម្សិលមិញម៉េះណែនឹងដោយសារតែស្វឹងចឹងបាននៅក្នុងហ្នឹងយើងនិយាយពីវិន័យទី2គឺបង្កចំនួនហ្នឹងហើយជាទូទៅក្នុងសង្គមយើងឃើញហើយឧទាហរណ៍ថាក្មេងយុវជនយុវនារីហ្នឹងកំពុងតែសប្បាយក្នុងកន្លែងណានីមួយវងបាសអីមួយអញ្ចឹងទៅមានអ្នកស្វឹងទៅដល់វងបាសវងថូនល្ខនអីគេកំពុងតែសប្បាយជាទូទៅហ្នឹងអាចទៅធ្វើឲ្យផ្អើលគេផ្អើលឯងអស់ពេញហ្នឹងទៅមិនបានអីទៅអួតដាក់ជើងគេបង្កចំនួននៅកន្លែងហ្នឹងទៀតទៅហ្នឹងហើយចំណែកវិន័យទី2តកតងទៅនឹងបង្កចំនួននៃបុគ្គលដែលជាអ្នកសេពសុរាការចូលរួមរបស់ខ្ញុំបកណាអាត្មាភាពជាលើកដំបូងមានប្រមាណប៉ុណ្ណេះចឹងសូមជូនកម្មវិធីនេះដល់បងអូនជាអ្នកសម្របសម្រួលវិញសូមអរគុណគណៈសូមអរគុណព្រះអង្គនៅពេលនេះដោយសារមានសំណួរសល់ពីម្សិលមិញខ្ញុំគណៈសូមបកគលកម្មវិធីទៅដល់ព្រះអង្គសែមសុភាពដើម្បីព្រះអង្គធ្វើការឆ្លើយសំណួរដែលសល់កាលពីម្សិលមិញសូមនិមន្តព្រះអង្គជាបឋមខ្ញុំកណាថាភាពសូមនមស្ការចំពោះប្រជុំ3នៃបត្រៃរតដោយសេចក្តីគោរពជ្រះថ្លាហើយនឹងសូមនមស្ការចំពោះសម្ដេចសង្ឃទាំងពីរគណៈព្រមទាំងប្រធារានុធិរៈនិងចម្រើនពរញាតិញោមពុទ្ធបរិស័ទដែលកំពុងតែតាមដានស្ដាប់កម្មវិធីដោយមានសំណួរជាច្រើនកាលពីម្សិលមិញហើយខ្ញុំកណាត់ថាភាពពុំបានចូលរួមថែមទាំងពុំបានស្ដាប់ផងដែរដោយសាររវល់ប៉ុន្តែចង់ឆ្លើយនៅសំណួរខ្លះតាមតែការយល់ដឹងហើយនឹងតាមធ្លាប់បានសិក្សារៀនសូត្រមកសំណួរទី1មានន័យថារស់ក៏គប់
ងាប់ក៏គួរខ្ញុំកាលណាពិតជាមិនដឹងថាសំណួរនេះមានប្រមាណយ៉ាងទេបើតាមឮថាបងអូនស្រីថាមានដូចជា10យ៉ាងមិន10ចំណុចយ៉ាងម៉េចក៏ប៉ុន្តែចង់ឆ្លើយតាមការយល់ឃើញរបស់ខ្លួនពាក្យថារស់ក៏គប់ងាប់ក៏គួរបើតាមការយល់ឃើញរបស់ខ្ញុំកណ្ណាថាភាពយល់ថាអ្នកដែលប្រើពាក្យមួយឃ្លានេះគឺមានន័យថាគេសុកចិត្តទទួលយកអ្វីមួយឧទាហរណ៍ថាគេប្រថុយគ្រោះថ្នាក់ទៅធ្វើកិច្ចការងារណាមួយហើយគេតាំងចិត្តថាបើទោះបីជាបានសម្រេចក៏គេសប្បាយចិត្តហើយបើទោះបីជាមិនបានសម្រេចឬក៏មានបញ្ហាជួបប្រទះបញ្ហាក៏គេនៅតែទទួលយកមានន័យថាมันជាធ្វើឲ្យចិត្តរបស់គេនឹងរង្គៀសពេកឬក៏ធ្វើឲ្យចិត្តរបស់គេនឹងបាក់ស្បាតពេកឬបាក់ទឹកចិត្តពេកទេហ្នឹងហើយម្យ៉ាងទៀតសំណួរនេះវាអាចមានន័យពីរយ៉ាងទី1គឺខ្លួនគេតាំងចិត្តថាគេចង់ធ្វើកិច្ចការងារណាមួយបើទោះបីជាមានបញ្ហាក៏គេសុខចិត្តក៏គេទទួលយកអាហ្នឹងសម្រាប់ខ្លួនគេតែសម្រាប់អ្នកដទៃវាមានអាចថាមានន័យផ្សេងពីហ្នឹងបន្តិចមួយទៀតចង់មានសំណួរថាការអប់រំចិត្តដោយវិធីណាហើយនឹងចិត្តស្ងប់ដោយរបៀបណាតាមពិតសំណួរពីរនេះវាអាចតែមួយគ្រាន់ថារបៀបសួរខុសគ្នាហើយចង់ភ្ជាប់សំណួរទាំងពីរនេះទៅជាសំណួរតែមួយលោកអ្នកសួរត្រូវដឹងថានៅពេលដែលយើងជួបប្រទះបញ្ហានៅពេលដែលយើងមិនអាចគ្រប់គ្រងចិត្តបានវាលំបាកប៉ុណ្ណាវាធ្វើឲ្យយើងឈឺចាប់ឬធ្វើឲ្យយើងមានបញ្ហាយ៉ាងណាបានជាលោកអ្នកសួរអាចសួរថាតើការអប់រំចិត្តនេះត្រូវប្រើវិធីយ៉ាងណារបៀបណាទី1ប្រហែលជាលោកអ្នកសួរទទួលបាននៅព័ត៌មានថាទទួលបាននៅបទពិសោធន៍ថាការមិនអប់រំចិត្តការដែលចេះតែបណ្ដោយឲ្យចិត្តធ្វើអ្វីតាមតែទំនើងចិត្តធ្វើអ្វីតាមតែនឹកឃើញវាផ្ដល់នៅគ្រោះថ្នាក់ផ្ដល់នៅបញ្ហាផ្ដល់នៅផលវិបាកដល់ខ្លួនអញ្ចឹងហើយក៏មានសំណួរចង់សួរថាតើវិធីសាស្ត្រអប់រំចិត្តនោះមានវិធីសាស្ត្រយ៉ាងម៉េចមានវិធីសាស្ត្រច្រើនណាស់សូម្បីតែវិធីសាស្ត្រក្រៅព្រះពុទ្ធសាសនាក៏មានដែរសម្រាប់ការអប់រំចិត្តការធ្វើចិត្តឲ្យស្ងប់ដូចជាការរាប់ពី1 2 3រហូតដល់10អីទៅរហូតដល់100អីចឹងទៅដើម្បីឲ្យសតិរបស់យើងផ្ចង់ទៅលើរឿងណាមួយដែលយើងកំពុងតែធ្វើនៅពេលដែលសតិរបស់យើងផ្ចង់ទៅលើរឿងណាមួយដែលយើងកំពុងតែធ្វើចិត្តរបស់យើងវាស្ងប់អញ្ចឹងការគិតរឿងដតីទៀតដែលរវើរវាយពេកវាអត់អាចទៅរួចទេខ្ញុំកាលណាអាត្មាភាពធ្លាប់បានស្ដាប់ព័ត៌មានមួយវិទ្យុអូស្ត្រាលីគេធ្លាប់សម្ភាសបុគ្គលណាម្នាក់គេចង់និយាយថាបុគ្គលណាដែលមានសេចក្តីសុខច្រើនជាងគេនៅក្នុងពិភពលោកដល់ពេលគេសម្ភាសទៅហើយនឹងគេសាកជ្រាវគេទទួលបានព័ត៌មានថាអ្នកណាដែលអាចគ្រប់គ្រងចិត្តខ្លួនឯងបានអ្នកនោះគឺជាបុគ្គលដែលមានសេចក្តីសុខច្រើនជាងគេនៅក្នុងពិភពលោកពីព្រោះគេយកប្រេកង់ខួរក្បាលអ្នកដែលមានចិត្តស្ងប់ហ្នឹងទៅពិសោធន៍ឃើញថាប្រេកង់ខួរក្បាលអ្នកនោះវាអត់សូវញាប់វាអត់សូវដើរលឿនពេកដល់ពេលអញ្ចឹងទៅភាពសុខស្ងប់តាមផ្លូវចិត្តគឺថាមានចំពោះបុគ្គលហ្នឹងដូចគ្នានៅក្នុងព្រះពុទ្ធសាសនាក៏ព្រះអង្គសម្ដែងពីការអប់រំចិត្តតាមវិធីធ្វើសមាធិពាក្យថាធ្វើសមាធិមានន័យថាដំកល់ចិត្តឲ្យស្ងប់ទៅលើរឿងអ្វីមួយដូចជាតាមរយៈបទពិសោធន៍នៃការទៅធ្វើវិបស្សនានៅខេត្តបាត់ដំបងមានលក្ខណៈ2យ៉ាងជំហាន2យ៉ាងគឺទី1របៀបធ្វើចិត្តឲ្យស្ងប់ដែលហៅថាសមាធិទី2វិបស្សនាមានន័យថាការយកចិត្តស្ងប់នោះការយកសតិស្ងប់ហ្នឹងទៅផ្ដោតទៅលើរឿងអ្វីមួយជាពិសេសទៅលើរូបរាងកាយដើម្បីឲ្យឃើញថារូបរាងកាយហ្នឹងវាយ៉ាងម៉េចវិធីធ្វើឲ្យចិត្តស្ងប់ដល់សាមញ្ញគឺថាទី1យើងព្យាយាមសង្កេតមើលដង្ហើមចេញដង្ហើមចូលរបស់យើងសង្កេតមើលដង្ហើមចេញដង្ហើមចូលយើងទៅដឹងយើងគ្រាន់តែដឹងប្រៀបបីដូចជាបុគ្គលម្នាក់ដែលឈរនៅមាត់ទ្វារយាមឬក៏មើលការអ្វីមួយថាមានភ្ញៀវចេញមានភ្ញៀវចូលមានភ្ញៀវលាកពាក់ពណ៌នេះពណ៌នោះគ្រាន់តែដឹងថាមានភ្ញៀវចេញមានភ្ញៀវចូលឬក៏មានអ្វីកើតឡើងអត់មានទៅតោម្នាស់អត់មានទៅសោម្នាស់ចំពោះភ្ញៀវចេញចូលនោះទេដូចគ្នាចំពោះការធ្វើសមាធិមានន័យថាយើង
យកសតិរបស់យើងទៅពិចារណាលើខ្យល់ដង្ហើមចេញខ្យល់ដង្ហើមចូលយើងដឹងថាមានខ្យល់ដង្ហើមចេញវែងមានដឹងថាយើងដឹងថាមានខ្យល់ដង្ហើមចេញខ្លីមានយើងដឹងថាមានខ្យល់ដង្ហើមចេញហ្នឹងវាធំមានខ្យល់ដង្ហើមចេញហ្នឹងវាតូចអីចឹងជាដើមកាលណាយើងធ្វើអញ្ចឹងយូរទៅចិត្តហ្នឹងវាស្ងប់ទៅលើតែរឿងខ្យល់ដង្ហើមហ្នឹងរឿងរ៉ាវដតីទៀតយើងអត់គិតរឿងរ៉ាវដតីទៀតយើងអត់គិតនេះគឺជាវិធីមួយដ៏សាមញ្ញនៅក្នុងព្រះពុទ្ធសាសនាក៏ប៉ុន្តែជាវិធីមួយដ៏លំបាកបំផុតព្រះអង្គទ្រង់ត្រាស់សម្ដែងថាការអប់រំចិត្តការហាត់ពុតលន់ដប់ចិត្តវាជារឿងមួយលំបាកណាស់អ្នកប្រាជ្ញមួយចំនួនខាងផ្នែកវិទ្យាសាស្ត្រណាគេព្យាយាមផ្ចង់ចិត្តធ្វើរឿងរ៉ាវនេះដូចជាអ្នកធ្វើព្រួញគេព្យាយាមសម្អាតព្រួញផ្ចង់គំនិតដើម្បីឲ្យព្រួញរបស់គេនឹងវាមានលក្ខណៈល្អត្រង់យ៉ាងណាអ្នកធ្វើកិច្ចការងារផ្សេងនឹងគេផ្ចង់អារម្មណ៍ទៅលើកិច្ចការងារនឹងដើម្បីឲ្យវាបានលទ្ធផលល្អយ៉ាងណាក៏វានៅតែអត់លំបាកជាងការអប់រំចិត្តការទាញចិត្តការគ្រប់គ្រងចិត្តការផ្ចង់សតិទៅលើខ្យល់ដង្ហើមចេញចូលវាអត់លំបាកដល់ថាហ្នឹងឯងវាជាវិធីមួយដ៏សាមញ្ញក៏ប៉ុន្តែវាជាវិធីមួយដ៏លំបាកបំផុតនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងកិច្ចការងារដ៏លំបាកនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងគឺជាការអប់រំចិត្តក៏ប៉ុន្តែបើសិនជាយើងអាចគ្រប់គ្រងចិត្តយើងអាចអប់រំចិត្តយើងបានណាសេចក្តីសុខពិតជាកើតមានសម្រាប់យើងសេចក្តីសុខពិតជាកើតមានពីព្រោះញាតិញោមពុទ្ធបរិស័ទមើលអញ្ចឹងចិត្តរបស់យើងគ្រាន់តែនឹកឃើញរឿងអាក្រក់ធ្វើឲ្យក្តៅក្រហល់ក្រហាយបាត់លំនឹងទទួលទុករងគ្រោះផ្សេងដោយសារតែចិត្តប្រែប្រួលនៅពេលដែលចិត្តរបស់យើងស្ងប់អារម្មណ៍ហ្នឹងវាស្ងប់តាមចិត្តស្ងប់មានន័យថាអារម្មណ៍ស្ងប់ហ្នឹងឯងគឺថាវាអត់សូវពុះកញ្ចូលវាអត់សូវលោតអត់សូវហក់លោតទៅណាទៅណីអីអញ្ចឹងអារម្មណ៍ហ្នឹងក៏វាស្ងប់មានន័យថាចិត្តនឹងស្ងប់មូលហេតុខ្ញុំត្រូវដឹងថាតើមូលហេតុស្អីដែលធ្វើឲ្យចិត្តនឹងមិនស្ងប់មូលហេតុដែលធ្វើឲ្យចិត្តមិនស្ងប់ដោយសារតែកិលេសនៅក្នុងចិត្តដែលជាគ្រឿងសៅហ្មងណាកាលណាវាកើតឡើងបលៈក្នុងចិត្តទៅបលៈនឹងចិត្តទៅវាធ្វើឲ្យចិត្តនឹងអត់ស្ងប់ចិត្តនឹងអត់ស្អាតចិត្តនឹងអត់ល្អវាប្រៀបបីដូចជាច្រេះដែលកើតពីដែកហើយវាទៅស៊ីដែកនោះវិញដូចគ្នាកិលេសនៅក្នុងចិត្តវាកើតនៅក្នុងចិត្តហ្នឹងវាធ្វើឲ្យចិត្តរបស់យើងហ្នឹងនៅអត់សុខនៅអត់ស្ងប់អញ្ចឹងដើម្បីឲ្យចិត្តសុខចិត្តស្ងប់វាតតែយើងអប់រំចិត្តហើយការអប់រំចិត្តនេះវាជារឿងមួយដ៏លំបាកក៏ប៉ុន្តែទោះបីយ៉ាងណាក៏យើងនៅតែអាចធ្វើរួចដែរវាមិនជាមានផលវិបាកហួសវិស័យរបស់មនុស្សទេហើយចំពោះសំណួរបន្តទៀតសួរថាតើធ្វើល្អបានអាក្រក់តាមពិតពាក្យថាធ្វើល្អគឺថាបានល្អតែម្ដងធ្វើល្អគឺថាបានល្អកន្លែងនេះមិនចេះខ្ញុំចាស់ញោមហ្នឹងញោមបាសកាសុភាពគាត់មកពីខាងភាសាអូស័យហ្នឹងគាត់ថាធ្វើល្អបានអាក្រក់ហ្នឹងគាត់ចង់និយាយថារាល់ទង្វើល្អដែលគាត់ធ្វើហ្នឹងចេះតែមានគេហ្នឹងទេសទៀនរិះគន់នន្ទាអីគ្រប់បែបយ៉ាងណាថាអ្វីដែលគាត់ធ្វើទៅល្អទេបើទៅពេលគេនិយាយមកកាន់គាត់គេទេសដៀលរហូតដូចមិននិយាយរឿងល្អអញ្ចេះចាស់កណាហ្នឹងហើយគាត់តែចង់បញ្ជាក់ថាញាតិញោមពាក្យថាធ្វើល្អបានល្អមានន័យថាបន់ធ្វើបន់គឺបានបន់ដូចយើងធ្លាប់និយាយថាធ្វើបន់បានបន់មួយទៀតធ្វើបន់បានបាបអញ្ចឹងណាគឺវាមិនខុសពាក្យថាធ្វើល្អបានអាក្រក់ពាក្យថាធ្វើបន់បានបន់មានន័យថាកាលណាយើងធ្វើបន់ចិត្តល្អពាក្យថាបន់គឺសំដៅយកសភាពវាល្អដែលកើតនៅក្នុងចិត្តល្អហ្នឹងវាធ្លាក់ចូលទៅក្នុងចិត្តវាធ្វើឲ្យចិត្តរបស់យើងហ្នឹងស្អាតចិត្តល្អចិត្តស្ងប់អត់ប៉ះពាល់ដល់ផលប្រយោជន៍អ្នកដទៃអត់បំផ្លាញអ្នកដទៃនេះគឺជាចិត្តល្អនេះឬក៏នេះគឺជាទង្វើល្អតែហេតុអីបានជាបានផលបាបវាតាក់ទងទៅនឹងអានិសង្សអ្វីដែលកើតឡើងនៅខាងក្រៅខ្លួនយើងគឺជាអានិសង្សអ្វីដែលធ្វើឲ្យចិត្តយើងសុខចិត្តយើងស្ងប់មិនចាំបាច់ពឹងអ្វីនៅខាងក្រៅគេឲ្យឈ្មោះថាបុណ្យឬក៏ផលរបស់បុណ្យតាក់ទងនៅខាងក្រៅដូចជាយើងធ្វើល្អទៅហើយសត្វតែមានអ្នកដទៃគេរិះគន់យើងគេមិនពេញចិត្តគេមើងងាយឬក៏គេចេះតែបន្លប់គេចេះតែបែងជើងឆ្កឹះឆ្កៀលអីចឹងជាដើមវាគឺជាផលមានន័យថាវាគឺជាសភាពខាងក្រៅដែលយើងអាចគ្រប់គ្រងបានទេយើងព្យាយាមគ្រប់គ្រងតែចិត្តយើងទៅបានហើយយើងអាចព្យាយាមគ្រប់គ្រងពាក្យសម្ដីអ្នកដទៃខាងក្រៅបានទេញាតិញោមពុទ្ធបរិស័ទកត់សម្គាល់ចេះព្រះសម្មាសម្ពុទ្ធ
ដែលយើងសិក្សាពីប្រវត្តិរបស់ព្រះអង្គណាសិក្សាពីប្រវត្តិរបស់ព្រះអង្គពេលដែលព្រះអង្គត្រាស់ដឹងមករហូតមកដល់ព្រះនិព្វានណាព្រះអង្គបំពេញកាតព្វកិច្ច45ព្រះវស្សាហើយក្នុងមួយថ្ងៃហ្នឹងគឺថា5កាតព្វកិច្ចក៏ប៉ុន្តែនៅតែមានបុគ្គលមិនជ្រះថ្លានឹងព្រះអង្គនៅតែមានបុគ្គលរិះគន់ព្រះអង្គឃើញញាតិញោមមើលនៅតែមានគេរិះគន់តួយ៉ាងដូចជានាងចិញ្ចាមកមើងងាយព្រះអង្គមកមួលបង្កាច់ព្រះអង្គសពពុទ្ធដែលជាបិតាក្មេករបស់ព្រះសម្មាសម្ពុទ្ធមិនពេញចិត្តនឹងព្រះពុទ្ធមិនឲ្យតម្លៃព្រះអង្គមានរឿងមានដតីពួកនិក្រណអីជាដើមចូលចិត្តព្យាយាមបំផ្លាញព្រះអង្គសូម្បីតែព្រះអង្គជាមនុស្សដែលយើងហៅថា perfect ឬក៏ថាមនុស្សដែលឥតខ្ចោះនៅលើโลกនេះទៅហើយមិនចង់បានប្រយោជន៍អ្វីសោះក៏នៅមានគេរិះគន់ចុះទម្រាំញាតិញោមទម្រាំពុទ្ធបរិស័ទសាមញ្ញចុះទម្រាំអាត្មាអញ្ចឹងការរិះគន់របស់អ្នកដតីដូចជាមិនជារឿងសំខាន់អីប៉ុន្មានទេញោមគ្រាន់តែយកមកពិចារណាថាតើការរិះគន់នឹងវាត្រូវឬក៏ខុសតែទង្វើល្អដែលញាតិញោមធ្វើទៅហើយញាតិញោមត្រូវទទួលយកត្រូវដឹងថាវាជាទង្វើដែលប្រកបទៅដោយប្រយោជន៍ជាទង្វើមួយដែលធ្វើឲ្យញាតិញោមមានអារម្មណ៍ស្ងប់មានអារម្មណ៍ជ្រះថ្លាមានសេចក្តីសុខតាមផ្លូវចិត្តរងអ្នកដតីគេនិយាយតេះដៀលយ៉ាងម៉េចក៏វាមិនជារឿងសំខាន់ប៉ុន្មានដែរញាតិញោមមានពាក្យមួយគេនិយាយថាការនិយាយច្រើនក៏ធ្វើឲ្យគេរិះគន់ការនិយាយតិចក៏ធ្វើឲ្យគេរិះគន់អាការមិននិយាយសោះហ្នឹងក៏មានអ្នកដតីគេរិះគន់ដែរឃើញទេយើងទៅរពាក្យមិនរិះគន់មកពីណានៅលើโลกនេះរឿងរ៉ាវទាំងអស់ហ្នឹងនៅពេលដែលកើតឡើងនៅក្នុងជីវិតរបស់យើងវាប្រៀបបីដូចជាឧបករណ៍មួយដែលអាចជួយឲ្យយើងហាត់ពុតលុតដំចិត្តរបស់យើងហាត់ពុតលុតដំជីវិតរបស់យើងធ្វើឲ្យជីវិតរបស់យើងអាចកាន់តែរឹងប៉ឹងណាញាតិញោមទៅសម្គាល់ចេះនៅក្នុងសភៅមួយនិយាយថាតាមពិតពាក្យហ្នឹងចង់និយាយថាចេះព្រះសម្មាសម្ពុទ្ធដែលកើតដែលអាចត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធបានណាដែលមានថ្ងៃឈ្មោះថាជាព្រះសម្មាសម្ពុទ្ធបានណាក៏ដោយសារតែទង្វើអាក្រក់របស់មនុស្សនៅជុំវិញព្រះអង្គដែរបើសិនជាគ្មានទង្វើអាក្រក់នៅជុំវិញព្រះអង្គទេព្រះអង្គមិនដឹងថាត្រូវបំពេញបារមីយ៉ាងម៉េចទេថាតើត្រូវព្យាយាមកសាងព្យាយាមអប់រំព្យាយាមជួយអ្នកដទៃយ៉ាងម៉េចបើសិនជាមនុស្សដែលនៅជុំវិញព្រះអង្គសុទ្ធតែជាមនុស្សល្អហើយដោយសារតែមនុស្សទាំងអស់នោះជាមនុស្សអាក្រក់ទៅហើយអញ្ចឹងបានជាព្រះអង្គមានចិត្តអាណិតហើយព្យាយាមបំពេញបារមីព្យាយាមធ្វើអំពើល្អសពបែបយ៉ាងទៅឲ្យអ្នកនោះទោះបីជាអ្នកនោះមិនអាចទទួលយកបាននៅថ្ងៃនេះតែអាចទទួលយកបាននៅថ្ងៃក្រោយញោមពេលខ្លះពាក្យសម្ដីរិះគន់របស់អ្នកដទៃមកលើយើងផាំងអញ្ចឹងទៅយើងអត់តថ្ងៃក្រោយទៅគេអៀនដែរណាថ្ងៃក្រោយទៅគេអៀនគេខ្មាស់ខ្លួនឯងទេណាខំទៅស្ដីឲ្យគេខំទៅមើងងាយគេស្មានតែគេនឹងតមកខ្លួនវិញស្មានតែគេនឹងផុងផាំងមកស្អាតតែគេនឹងអត់ហើយពេលខ្លះគេអនុគ្រោះឲ្យទៀតគេធ្វើមិនដឹងធ្វើមិនលឺគេខ្ជិលមាត់ខ្ជិលតមានអារម្មណ៍ថាយើងអៀនខ្លួនវិញណាហ្នឹងហើយដែលព្រះអង្គទ្រង់ត្រាស់សម្ដែងថាភាពអត់ធ្មត់ណាយកទៅបង្ក្រាបភាពរឹងប៉ឹងរឹងរូសណាឬក៏ទុនយកទៅបង្ក្រាបរឹងណាពេលខ្លះយើងត្រូវយកចំណុចទុនភ្លុនរបស់យើងនឹងទៅបង្ក្រាបភាពរឹងរូសរបស់អ្នកដតីដើម្បីឲ្យអ្នកដតីនឹងអាចដឹងខ្លួនថាខ្លួនធ្វើអាក្រក់ប៉ុណ្ណឹងហើយនៅតែមានគេអាចអនុគ្រោះឲ្យបានទៀតពិតជាមិនធម្មតាមែនអញ្ចឹងសូមចម្រើនពរប៉ុណ្ណេះចាស់ចំពោះការបកស្រាយសំណួរហើយយ៉ាងម៉េចចាំបន្តតាមក្រោយបងសូមអរគុណសូមអរគុណព្រះអង្គដែលបានធ្វើការបកស្រាយយ៉ាងបោះក្បាយមែនទែនមុននឹងបកគលកម្មវិធីឲ្យព្រះអង្គបន្លឿងធ្វើការបន្ថែមទៅលើខ្លឹមសារសំណួរខ្ញុំកណាសូមធ្វើការបញ្ជាក់អំពីលេខទូរស័ព្ទដែលទន្ទឹមនឹងការបកស្រាយរបស់វាគ្មិននៅក្នុងបន្ទប់ផ្សាយប្រិយមិត្តឧបាសកឧបាសិកាអាច call ហៅទូរស័ព្ទចូលរួមនៅក្នុងកម្មវិធីបានតាមរយៈទូរស័ព្ទ3ប្រព័ន្ធគឺប្រព័ន្ធទី1 099 99 8108ខ្សែទី2 023 67 98 និង108ខ្សែទី3 010 221និង108 3ខ្សែនេះអាច call ចូលរួមបញ្ចេញយោបល់និងការកត់សម្គាល់ណាមួយពាក់ព័ន្ធនឹងជីវិតរស់នៅប្រចាំថ្ងៃឬក៏អាចធ្វើការសួរសំណួរបន្ថែមពាក់ព័ន្ធនឹងប្រធានបទសូរ៉ាមេរយៈនឹងផងដែរនៅពេលនេះខ្ញុំកណាសូមបកគលប្រកេនកម្មវិធីទៅដល់ព្រះអង្គចាស់បន្លឿងដើម្បីថែមទៅលើចំនួនដែលព្រះអង្គចាស់បានបកស្រាយមិញសូមនិមន្តសូមអរគុណបងអូន
តាមពិតទៅសំណួរដែលគុណចាស់ព្រះអង្គសែមសុភាពបានធ្វើការបកស្រាយមកឃើញថាទទួលបានយ៉ាងសមរម្យបើសិនណាម្ចាស់សំណួរមិនទាន់គប់ចិត្តគប់ប្រតិយ៉ាងណាហ្នឹងក៏អាចចូលរួមសាកសួរបន្ថែមម្ដងទៀតខ្ញុំកាលណាស្មារតីនៅមានសំណួរខ្លះដែលមិនទាន់បានឆ្លើយព្រះអង្គចាស់ឆ្លើយបានប្រហែលជាពាក្យកណ្ដាលសំណួរយើងថ្ងៃមុនយើងមានច្រើនតកតងទៅសំណួរបងអូនប្រហែលជាមកពីបឹងតបែករស់គប់រស់ឲ្យគប់ងាប់គួរហ្នឹងជាទូទៅសម្រាប់ការបងអូនបានស្រាវជ្រាវឃើញមានដល់ទៅ10ចំណុច10ចំណុចទាំងអស់ហ្នឹងសរុបទៅឃើញចំណុចដែលល្អទាំងអស់អត់មានចំណុចអវិជ្ជមានទេគឺចំណុចវិជ្ជមានចំណែកខ្ញុំកណាស្មារតីមានការយល់ថារស់គប់ងាប់គួរហ្នឹងនៅពេលដែលយើងរស់ជាទូទៅឲ្យវាគប់ហ្នឹងបានន័យថាឲ្យប្រសើរគប់ប្រសើរហ្នឹងហើយនៅពេលដែលយើងរស់ជំវិញនឹងក្រុមគ្រួសារក៏ដោយនៅជំវិញគ្រួសារយើងនឹងក៏ដោយគឺយើងមានការរាប់អានគ្នាប្រស្រ័យតាក់ទងគ្នាល្អយើងហៅថា good communication ហ្នឹងគឺទាំងនៅក្នុងគ្រួសារទាំងក្រៅគ្រួសារទាំងក្រៅប្រទេសក៏ដោយសារការដែលរស់ហ្នឹងគឺយើងមានប្រស្រ័យតាក់ទងគ្នាដូច្នេះហើយយើងស្រាប់ទៅនឹងរស់គប់ណាយើងរស់ហើយយើងមានធ្វើទង្វើល្អដាក់គ្នាទៅហើយដល់ពេលងាប់ទៅវាគួរនឹងត្រង់ថានៅពេលដែលយើងស្លាប់ទៅយើងបានបន្សល់ទុកអ្វីដែលល្អសម្រាប់ក្មេងចំនួនក្រោយឬក៏សម្រាប់សង្គមជាតិទី1យើងគិតថាពេលដែលយើងរស់យើងបានធ្វើប្រយោជន៍ដោយឲ្យខ្លួនឯងទី2ធ្វើប្រយោជន៍ដល់គ្រួសារហើយនិងប្រយោជន៍ដល់ប្រទេសជាតិនេះកន្លែងរស់គប់ហ្នឹងដល់ពេលងាប់គួរយើងសល់ទៅយ៉ាងហោចណាស់គឺយើងសល់បាននៅទស្សនៈនៅសល់បានគេដំណើរល្អសម្រាប់អ្នកចំនួនក្រោយវាគួរហើយគួរនឹងងាប់ប៉ុន្តែដោយព្រះអង្គចាស់សុភាពលើកឡើងអញ្ចឹងយើងខ្លួនយើងបន្ទាល់បើសិនណាយើងបានធ្វើអ្វីល្អយើងគិតថាបើងាប់ទៅវាពេលនឹងសំរុំហើយរស់នៅដោយរំខានគេយូរឬក៏រំពាល់ទុកអ្នកដទៃពេកអីចឹងក៏គួរដែរនិយាយចឹងដោយបង្ខំអ្នកដែលមិនសូវធ្វើប្រយោជន៍នឹងឲ្យគេងាប់ហ្មងនឹងចំណុចដែលខ្ញុំកណាអាត្មាភាពចូលរួមចំណែកសំណួរជាបន្តគឺសំណួរសុជាតិដែលនៅកំពង់ចាមហ្នឹងតកតងនឹងយាយវិសាខាបានសួរថាតើយាយវិសាខាហ្នឹងបានសម្រេចធម៌សម្រេចជាព្រះជាសតតាបានហ្នឹងសម្រេចដោយរបៀបណាបើពេលនោះថាជាពេលព្រះសម្មាសម្ពុទ្ធទៅនឹងត្រាស់ដឹងតាមពិតមិនមែនទេកន្លែងហ្នឹងបងហៅថាបងចុះបងអាចទៅសិក្សាបន្ថែមទៅលើសិភៅតកតងនឹងពុទ្ធកិច្ច45ភាសាពុទ្ធកិច្ច45ភាសាហ្នឹងហើយនៅហ្នឹងមានហើយប្រហែលជាបើតាមខ្ញុំកណាអាត្មាភាពចាំមិនសូវច្បាស់ទេភាសាទី7ដែលព្រះសម្មាសម្ពុទ្ធបាននិមន្តទៅប្រោះយាយវិសាខាហ្នឹងបានសម្ដែងធម៌ប៉ុន្តែអត់ចាំពេលនោះដឹងព្រះអង្គសម្ដែងពីគាថាណាមួយអត់ចាំប៉ុន្តែពេលហ្នឹងប្រហែលគឺប្រហែលភាសាទី7មិនមែនព្រះអង្គត្រាស់ឯនេះហើយយាយវិសាខាសម្ដែងធម៌នោះទេវាមិនអាចអញ្ចឹងទេតែសំណួរបន្ទាប់គឺបងសួរទៅលើទេវតាហើយនឹងប្រែតនឹងមានមែនអត់គុណចាស់កន្លែងនេះរឿងទេវតារឿងប្រែតនឹងគុណចាស់គិតថាមានឬក៏មានគុណចាស់សេទៅលើគុណម្ចាស់ចឹងគឺថាជាទូទៅព្រះសម្មាសម្ពុទ្ធក៏មានបុគ្គលជាច្រើនដែលយករឿងនឹងមកទូលសួរប៉ុន្តែបុគ្គលដែលទូលសួរព្រះសម្មាសម្ពុទ្ធនឹងជាបុគ្គលដែលព្រះសម្មាសម្ពុទ្ធមិនគួរសម្ដែងរឿងនឹងប្រាប់អញ្ចឹងហ្មងព្រោះថាកាលណាបើព្រះអង្គសម្ដែងប្រាប់អ្នកនោះថាណែប្រែតមានឬក៏ទេវតាមានវាអត់មានជាប្រយោជន៍អីដល់អ្នកដែលស្ដាប់នឹងទេទោះបីព្រះសម្មាសម្ពុទ្ធនិយាយ1លានដងក៏នៅតែអ្នកនោះចាំនឹងដឹងបានត្រឹមថាមានឬមិនមានតែប៉ុណ្្នឹងឯងបើសិនណាព្រះសម្មាសម្ពុទ្ធមិនសម្ដែងព្រោះនោះថាព្រះសម្មាសម្ពុទ្ធអត់ដឹងទៀតហេតុនឹងវាអញ្ចឹងបានមើលនៅក្នុងរឿងនេះរឿងសមាបត្តិ8ឬហៅឈានលោកីហ្នឹងព្រះអរហន្តឬក៏បុគ្គលដែលបានសម្រេចនៅសមាបត្តិ8អាចចេះហោះហើរបានចេះហោះហើរនៅពេលហ្នឹងហោះហើរទៅវាជ្រួលច្បល់ដល់អារម្មណ៍របស់ញាតិញោមទាំងអស់នៅក្នុងប្រទេសឥណ្ឌាហ្នឹងម្នាក់តាមមើលឈូឆដោយ Superstar អញ្ចឹង
នៅពេលចេះតែហោះទៅម្នាក់ចេះផ្អើលប៉ុន្តែវាអត់មានប្រយោជន៍ដល់អ្នកដតីអារឿងហោះហើររឿងអិតរិទ្ធរឿងរឹតអីហ្នឹងបានព្រះសម្មាសម្ពុទ្ធបញ្ញត្តិបើសិនណាព្រះអរហន្តឬភិក្ខុសាមណេរអង្គណាដែលបានសម្រេចនៅឈានសមាបត្តិហ្នឹងហើយហោះហើរសម្ដែងរឹតបដិហាហ្នឹងឲ្យត្រាបាត់ទូកត់ណែអត់ឲ្យសម្ដែងទេព្រោះថាវាអិតប្រយោជន៍នៅពេលដែលអ្នកឃើញបុគ្គលម្នាក់កំពុងតែហោះហើរហ្នឹងបានប្រយោជន៍អីដល់អ្នកអត់មានទេមិនស្រួលបួលបុកយន្តហោះគេធ្លាក់ខូចទៀតណែបច្ចុប្បន្នសបោយន្តហោះផងហ្នឹងរឿងទេវតារឿងប្រេតខ្ញុំកណាអាត្មាភាពក៏មិនអាចឆ្លើយបដិសេធថាអត់ដែរក៏មិនហ៊ានអាកាត់ថាមានដែរព្រោះនេះមានការលើកឡើងសម្ដែងនៅក្នុងកម្ពីហើយណាមួយទៀតសតនៅក្នុងកម្ពីយើងហ្នឹងមានពួកអ្នកវិទ្យាសាស្ត្រមានចំណុចមួយចំនួនបដិសេធប៉ុន្តែការបដិសេធបនគេមួយរយៈហ្នឹងយើងអាចរកឃើញត្រឡប់មកវិញខ្ញុំកណាអាត្មាភាពឧទាហរណ៍ថាអញ្ចេះពេលព្រះសម្មាសម្ពុទ្ធសម្ដែងធម៌ថាអនត្តាហ្នឹងបានន័យថាអត់មានខ្លួនអត់មានប្រាណសោះសូន្យទៅទេហ្នឹងពេលនោះព្រះសម្មាសម្ពុទ្ធព្រះអង្គពលត្រើភ្នែកវិបស្សនាដល់ស៊ីជំរៅមួយដែលមើលឃើញខ្លួនឯងហ្នឹងជាកូនកលាបៈដាច់ដោយឡែកពីគ្នាយើងឧទាហរណ៍ថាមើលមកដៃយើងថាដៃយើងហ្នឹងចោះហើយពេលព្រះអង្គសម្លឹងទៅវាធ្លុះប្រូចហ្នឹងវាឃើញតែចលនាអាតូមណែយើងប្រើពាក្យចលនាអាតូមផ្នែកខាងវិទ្យាសាស្ត្រអត់មានអីណាមួយជាប់គ្នាទេអញ្ចឹងបានព្រះអង្គថាវាអត់មានខ្លួនកន្លែងហ្នឹងនៅពេលក្រោយមកអ្នកវិទ្យាសាស្ត្រក៏ចាប់ផ្ដើមបង្កើតអតិសុខមទស្សឧបករណ៍មួយយ៉ាងដែលឆ្លុះទៅលើវត្ថុទាំងឡាយក៏ឃើញដាច់ដោយគ្នាដែរអត់មានវត្ថុណាមួយដែលជាប់ដោយគ្នាទេគឺសំបីតែតុមួយដែលយើងកំពុងតែអង្គុយនៅពីក្រោមយើងនេះក៏ឆ្លុះមើលទៅឃើញដាច់ដោយឡែកគ្នាកន្លែងហ្នឹងហើយហៅថាអនត្តាណែឃើញណាពីមុនពួកវិទ្យាសាស្ត្រមិនដែលទទួលស្គាល់ណាឧទាហរណ៍រឿងមួយទៀតរឿងមនុស្សស្លាប់ហើយកើតយោងទៅតាមពួកអ្នកវិទ្យាសាស្ត្រគេថាទៅជាទូទៅការបង្កកំណើតរវាងការបង្កកំណើតរបស់សត្វឬរបស់មនុស្សគឺប៉ះគ្នារវាងspam ណានិយាយពីអាក្រក់បន្តិចទៅគឺរវាងមេជីវិតរបស់បរិសុទ្ធហើយនិងស្ត្រីទៅប៉ះគ្នាបង្កបានជាមេជីវិតឡើងហើយរឿងអីមិនថាស្លាប់ហើយកើតបើសិនណាការកើតអត់មានអ្វីមួយមកប៉ះគ្នាផងនៅក្នុងមួយដំណក់ហ្នឹងយើងមាន80លានមេជីវិតហើយទៅតែមួយទៀតណែតែមួយរយៈប្រហែល2ឆ្នាំ3ឆ្នាំកន្លងមកនេះយើងនិយាយពីតថភាពជាក់ស្ដែងនៅក្នុងអូស្ត្រាលីមានក្មេងម្នាក់អាយុ2-3ឆ្នាំវាចេះនិយាយដល់ពេលចេះនិយាយទៅថាខ្ញុំនៅប្រទេសអង់គ្លេសនៅទេហើយផ្លូវជាតិប៉ុណ្ណឹងប្រទេសលេខប៉ុណ្ណឹងហើយគ្រួសារមានបងប្អូនបានពុកម្ដាយឈ្មោះនេះជាដើមអញ្ចឹងទៅអញ្ចឹងបានពួកអ្នកវិទ្យាសាស្ត្ររួមទាំងនោះមានលោកអង្គនៅអូស្ត្រាលីលោកក៏មិនទៅដែរនៅពេលទៅដល់ប្រទេសអង់គ្លេសចូលទៅគ្រួសារចូលទៅតាមប្លង់តាមផែនទីដែលក្មេងនឹងប្រាប់ទៅសួរគ្រួសារមួយនោះគេប្រាប់ថាកាលពី2-3ឆ្នាំមុនគាត់មានកូនគាត់ម្នាក់ស្លាប់មែនណែអ្វីដែលចង់លើកឡើងវាជាក់ស្ដែងអញ្ចឹងហើយឥឡូវហ្នឹងរឿងប្រែតរឿងទេវតាដែលញោមបានដាក់សំណួរមកហ្នឹងថាមែនអត់នៅពេលដែលបងមិនទាន់សិក្សាឬមិនទាន់ពលត្រូវកន្លែងហ្នឹងបងអាចបដិសេធបានគ្រប់ពេលវេលាប៉ុន្តែនៅពេលដែលបងពលត្រូវបងត្រូវខ្មាស់អៀនពាក្យសម្ដីបងដែលពេលបងបដិសេធថាអត់មានឃើញទេឬនៅពេលដែលបងថាមានរាប់តែពេលសិក្សាយូរច្រើនឆ្នាំទៅវាអត់មានមែនពេលហ្នឹងក៏ត្រូវខ្មាស់អៀនសម្ដីខ្លួនឯងដែរព្រោះថាសម្ដីយើងពេលនេះវាអាចខុសប៉ុន្តែអាចនឹងត្រូវនៅពេលអាចត្រូវពេលនេះអាចនឹងត្រូវពេលក្រោយឬក៏ខុសពេលនេះអាចនឹងខុសតទៅពេលក្រោយខ្ញុំកណាអាត្មាភាពឧទាហរណ៍ដូចរឿងការលេលេជាដើមអញ្ចឹងពេលដែលគាត់លើកឡើងថាផែនដីមានរាងមូលកាឡាឡេជាជនជាតិអ៊ីតាលីហើយគាត់ជាអ្នករកឃើញផ្នែកត្រីវិស័យមុនគេណាគាត់ថាផែនដីមានរាងមូលមនុស្សទាំងអស់ក្នុងពិភពលោកប្រឆាំងនឹងគាត់រួមទាំងអ្នកសាសនាមិនប៉ុណ្ណឹងគេយកគាត់ទៅសម្លាប់ចោលទៀតថាផែនដីមិនមែនមានរាងមូលទេតែរហូតឥឡូវហ្នឹងពីណាក៏ដឹងថាផែនដីមានរាងមូលដែរបើពេលហ្នឹងសម័យហ្នឹងយើងនៅទីនោះដែរយើងថាផែនដីមានរាងកប៉ែតដែលប្រឆាំងនឹងលោកកាឡាឡេតើពេលហ្នឹងមកដល់ឥឡូវហ្នឹងយើងចេះខ្មាស់គេដែរអត់ដោយសារពេលហ្នឹងយើងចេះតែអាកាត់ម៉ាត់អញ្ចឹងទៅរាប់តែក្រោយមកសម្ដីយើងអាកាត់ហ្នឹងវាខុសខណៈនេះខ្ញុំកណាអាត្មាភាពទាំងកណាគុណចាស់ញាតិញោមពុទ្ធបរិស័ទទាំងអស់ដែលជាអ្នកកំពុងតែសិក្សាស្រាវជ្រាវកំពុងតែប្រតិបត្តិ
ផ្នែកខាងព្រះពុទ្ធសាសនាទៅលើទ្រឹស្ដីទៅលើអវាទដែលជាអវាទទានសាសនារបស់ព្រះសម្មាសម្ពុទ្ធហ្នឹងយើងនឹងសិក្សាបន្តនឹងប្រតិបត្តិបន្តពេលដែលយើងពលត្រូវកន្លែងហ្នឹងព្រះសម្មាសម្ពុទ្ធពេលហ្នឹងឯងដឹងខ្លួនឯងហើយមិនបាច់សួរតថាគតអ្នកនឹងដឹងថាទេវតាហើយនឹងនរៈប្រែតហ្នឹងមានឬមិនមានពេលហ្នឹងអ្នកនឹងដឹងហើយឃើញណាមួយចំណុចទៀតនៅពេលដែលពួកព្រះអង្គទ្រង់ត្រាស់សម្ដែងអំពីនរៈអំពីប្រែតអំពីទេវតាព្រះអង្គមិនទៅត្រាស់សម្ដែងឆ្កយទេពេលមានបុគ្គលណាមួយឃើញព្រះអង្គត្រាស់សម្ដែងប្រាប់ពីហេតុផលប៉ុន្តែព្រះអង្គមិនបានត្រាស់សម្ដែងប្រាប់បុគ្គលដែលមិនបានពលត្រូវរឿងនឹងទេកាលណាត្រាស់សម្ដែងប្រាប់វាអញ្ចឹងគឺបុគ្គលនោះមិនអាចយល់ដឹងបានទេយើងប្រៀបធៀបដូចសត្វអណ្ដើកអញ្ចឹងសត្វអណ្ដើកជាប្រភេទសត្វមួយយ៉ាងវានៅក្នុងទឹកផងវានៅលើគោកផងនៅពេលវាឡើងមកលើគោកនេះវាឃើញពពួកឡានពពួកអីម៉ូតូវាមានកង់ច្រើនធំអីអញ្ចឹងវាទៅនិយាយជាមួយអណ្ដើកគ្នាវាមកទឹកនោះទៅអាត្រីនៅក្នុងទឹកនោះវាលឺអណ្ដើកនិយាយវាយកទៅរឿងនោះទៅនិយាយប្រាប់ត្រីតគ្នាទៅថាណែនៅភ្នំពេញឬនៅខាងលើនោះមានពពួកឡានជើង4ធំជាងបាឡែននៅក្នុងទឹកយើងទៀតហើយពួកវាដែលបានឡើងមកលើគោកអីពួកត្រីនោះហើយដែលបានឃើញដែលបានឃើញឡានឃើញយន្តហោះឃើញអីវាដល់ពេលអញ្ចឹងនិយាយប្រាប់គ្នាទៅមកវងហ្នឹងក៏ជឿថាមានឡានទៅអាមកវងទៀតនៃត្រីហ្នឹងក៏ជឿថាអត់មានឡានទៅហើយវាអត់មានមួយជីវិតបនត្រីងាប់ក្នុងទន្លេក្នុងសមុទ្រហ្នឹងក៏មិនបានឃើញឡានហ្នឹងដែរដល់ពេលងាប់ហើយបានយកដឹកឡានទៅដាក់លក់ណែនឹងរឿងអញ្ចឹងហើយចំណែកសំណួរនរៈប្រែតហ្នឹងខ្ញុំកណ្ណាអាត្មាភាពមិនឆ្លើយថាមានឬមិនមានទេប៉ុន្តែអ្វីដែលជាហេតុផលខ្ញុំកណ្ណាអាត្មាភាពបានលើកឡើងមានប្រមាណប៉ុណ្ណេះសង្ឃឹមម្ចាស់សំណួរអាចនឹងទទួលយកបានព្រោះរឿងដែលយើងមិនអាចទាន់មើលឃើញឬពលត្រូវយើងមិនអាចបដិសេធចោលម៉ាត់ទេហើយក៏មិនអាចទទួលស្គាល់ថាមាននឹងដែរហ្នឹងហើយចំណែកសំណួរមួយទៀតតាក់ទងនឹងសំណួរបងចន់យមចន់គាត់បានទូរស័ព្ទចូលរួមមកពីខាងកោះដែកបងបានសួរតាក់ទងនឹងធัวហើយនឹងព្រះធัวមានលក្ខណៈយ៉ាងម៉េចដូចគ្នាឬក៏មិនដូចគ្នាជាទូទៅអ្វីក៏ដោយនៅក្នុងពិភពលោកយើងនេះយើងហៅថាធัวជាកុសលធัวជាអកុសលអីជាដើមប៉ុន្តែនៅក្នុងធัวទាំងឡាយនៅពេលបុគ្គលដែលបានត្រាស់ដឹងដូចជាព្រះសម្មាសម្ពុទ្ធហ្នឹងលើកយកមកសម្ដែងដែលមានចំនួន84,000មធម្មខណ្ឌហ្នឹងយើងហៅថាព្រះធัวជាមេរៀនរបស់ព្រះសម្មាសម្ពុទ្ធឧទាហរណ៍ថាធัวមួយម៉ាត់វាជាលក្ខណៈធម្មជាតិខ្ញុំកណ្ណាអាត្មាភាពឧទាហរណ៍ថាអញ្ចឹងនៅក្នុងស្ថានីយវិទ្យុសូលីដា 108 MHz SM ហ្នឹងកម្ពស់ដែលកំពុងតែផ្សាយចាញ់ហ្នឹងដែលបន្ទប់ខ្ញុំកណ្ណាអាត្មាភាពទាំងពីរព្រះអង្គនៅហ្នឹងគឺជឿនទី4ណែពេលនេះមានoperator ក៏នៅទីនេះមានបងអូនអ្នកសម្របសម្រួលក៏នៅទីនេះកណ្ណាគុណចាស់ព្រះអង្គសែមសុភាពខ្ញុំកណ្ណាអាត្មាភាពខំមុនលឿមក៏នៅទីនេះដែរទាំងអស់នេះបើគិតពីឋានៈដែលយើងបាននៅខាងក្រៅនេះវាខុសគ្នាព្រោះខ្ញុំកណ្ណាពីព្រះអង្គនេះគឺជាព្រះសង្ឃដែលបានចាញ់សាងបព្វជិយើងហៅថាបព្វជិតហ្នឹងបើទូទៅក្នុងសង្គមគេគោរពជាងបងអូនដែលជាអ្នកសម្របសម្រួលហើយនឹងបងoperatorនេះប៉ុន្តែមានអ្វីមានចំណុចមួយដែលស្មើគ្នាបំផុតបើយើងបើកបង្អួចឲ្យលោតតម្លាក់ទៅច្រកខាងលិចនេះធ្លាក់ចិត្តហ្នឹងគឺទាំង4ទាំង5ហ្នឹងគឺទៅដូចគ្នាស្លាប់អត់មានលើកលែងថាអូដោយសារគុណចាស់នោះមានគុណធម៌កំពស់អត់ស្លាប់អត់មែនទេអានឹងហើយយើងហៅថាធម៌ឬក៏ធម្មជាតិវាស្មើគ្នាអត់បានប្រកាន់អត់បានរើសអើងវណ្ណៈរើសអើងឋានៈរើសអើងបុគ្គលណាមួយទេប៉ុន្តែនៅពេលដែលព្រះសម្មាសម្ពុទ្ធបានត្រាស់ដឹងពីធម៌ហ្នឹងនិយាយថាពីធម៌ជាតិហ្នឹងព្រះអង្គយកមកសម្ដែងហើយរាល់ការសម្ដែងឡើងគឺចងក្រងទុជាមេរៀនអ្វីដែលព្រះអង្គបានសម្ដែងចំនួន84,000ព្រះធម្មខណ្ឌនឹងហើយគឺជាមេរៀនដែលយើងហៅថាព្រះធម៌ជាធម៌របស់ព្រះសម្មាសម្ពុទ្ធហើយគុណចាស់មានអីចង់ចូលរួមទៀតមិនកណ្ណាខ្ញុំកណ្ណាចង់ចូលរួមចំពោះពាក្យថាធម៌និងប្រធមបន្តិចដូចគុណចាស់បាននិយាយហើយគាត់មិនតែចង់បញ្ជាក់បន្តិចថាធម៌គឺជាច្បាប់ធម្មជាតិមានន័យថាជាធម្មជាតិដែលកើតឡើងឯងដែលគ្មាននរណាម្នាក់គេបង្កើតគុណចាស់ដល់ពេលកន្លែងណាកាត់ចាស់វិញកន្លែងនេះបើយើងនិយាយទៅច្បាប់ធម្មជាតិត្រូវមានច្បាប់មួយដែលមានធម្មជាតិវាមាន2ហ្នឹងទេណាព្រោះកាលណាបើខ្ញុំណានិយាយពីច្បាប់ធម្មជាតិត្រូវមានច្បាប់មួយមិនមែនជាច្បាប់ធម្មជាតិហើយណាវាមាននៅលើโลกនេះមានច្បាប់2ទី1ច្បាប់ធម្មជាតិ
មានន័យថាជាច្បាប់មួយដែលកើតឡើងឯងញាតិញោមពុទ្ធបរិស័ទត្រូវគិតចេះពាក្យថាធម្មជាតិធម្មៈហ្នឹងគឺធម្មតាក៏បានហើយជាតិប្រែថាការកើតអ្វីដែលកើតឡើងដែលឯងជាធម្មតាឲ្យឈ្មោះថាធម្មជាតិហើយមានច្បាប់មួយទៀតគេហៅច្បាប់បញ្ញត្តិគឺជាច្បាប់មួយដែលបង្កើតឡើងដោយមនុស្សច្បាប់នេះវាអត់សុក្រិតទេច្បាប់ធម្មជាតិគឺជាច្បាប់បង្កើតឡើងឯងមែនតែវាសុក្រិតទូទៅមិនប្រកាន់វណ្ណៈបនស័កឬក៏សញ្ជាតិណាមួយទេតែបើសិនជាច្បាប់បញ្ញត្តិណាច្បាប់បញ្ញត្តិគឺវាប្រកាន់វណ្ណៈមានន័យថាគេបញ្ញត្តិស្របទៅតាមសង្គមរបស់គេស្របទៅតាមស្ថានភាពរបស់គេហើយវាអត់សុក្រិតទៀតត្រង់ថាបើសិនជាច្បាប់នោះធូររលុងអ្នកមានអ្នកក្រហ្នឹងគឺថាវាខុសគ្នាឆ្ងាយអញ្ចឹងអរគុណព្រះអង្គដែលថាតែមានប្រិយមិត្តយើងខលចូលរួមហៅទូរស័ព្ទចូលរួមសូមទទួលខាងខ្សែទី2កម្មវិធីផលប្រយោជន៍នៃពធសូមជម្រាបសួរបាទម្យ៉ាងវិញទៀតខ្ញុំកណាសូមក្រាបថ្វាយបង្គំដល់គុណម្ចាស់ទាំងពីរព្រះអង្គនៅក្នុងបន្ទប់ផ្សាយសូមចម្រើនពរបាសកាហើយសូមជម្រាបសួរដល់វិទ្យាករផងដែរបាទអ្នកបងសូមជម្រាបឈ្មោះផងហើយនឹងអញ្ជើញខំទូរស័ព្ទមកពីខាងណាដែរខ្ញុំដាក់ទូរស័ព្ទទៅពីកំពង់ឆ្នាំងប៉ុន្តែសូមមិនបញ្ចេញឈ្មោះសិនចាស់បាទហើយខ្ញុំកណាសូមចង់និយាយពីរឿងមួយដែលបរិះម្នាក់បានសួរថានរកប្រែតមានមែនឬក៏អត់ខ្ញុំកណានិយាយថាពិតជាមានមែនមានហេតុផលអីខ្លះដែលមិញអាចកណាអ្នកមិញហ៊ានអាកាត់ថាអញ្ចឹងអ្នកមិញមានហេតុផលអីបញ្ជាក់ថាហេតុអីបានទៅនរកប្រែតនឹងវាមានមែនដោយសារសច្ចធម៌មានពិតកណាយើងសិក្សាមើលទៅតាមធម៌ដូចថាធម៌ដែលនាំឲ្យកើតទៅជាដេរិឆានតើយើងបដិបត្តិធម៌អីដែលធ្វើឲ្យទៅកើតជាដេរិឆានបើសិនជាក្នុងលោកនេះដេរិឆានមានហើយនរកនិងប្រែតគឺពិតជាមានហើយបុគ្គលដែលដឹងនៅនរកនិងប្រែតគឺជាបុគ្គលមួយដែលបានសម្រេចនៅគុណធម៌ថ្នាក់ដឹងពិតឃើញពិតដោយបច្ចវេខណៈញាណគឺដឹងដោយច្បាស់ដោយជឿដោយស្ដាប់បុគ្គលដទៃនោះក៏មិនមែនទេគឺឃើញច្បាស់ដោយខ្លួនឯងបើសិនជាបុគ្គលបានដឹងនៅគុណធម៌ថ្នាក់នោះនរកនិងប្រែតពិតជាច្បាស់លាស់ដល់បុគ្គលនោះពិតប្រកបខ្ញុំកណាគិតថាអញ្ចឹងណាគុណម្ចាស់ពអាត្មាសុំកាត់បន្តិចដោយបាសកាបានលើកឡើងអញ្ចឹងតកតងទៅនឹងនរកសួរប្រែតអីហ្នឹងនៅក្នុងសកលចន្ទតារបស់ព្រះអង្គធម្មបាលខៀវជុំក៏ព្រះអង្គទ្រង់បញ្ជាក់ដែររឿងនរកប្រែតទេវតាហ្នឹងហើយអ្នកដែលសួរចង់ដឹងសិក្សាបន្ថែមទៅប៉ុន្តែអាត្មាចង់បញ្ជាក់ប្រាប់បាសកាអញ្ចេះនៅពេលបុគ្គលម្នាក់ដែលពាល់ត្រូវរឿងនរកសួរមែនហ្នឹងណារឿងនរកប្រែតទេវតាមែនអាត្មាសូមបញ្ជាក់ប្រាប់បាសកាថាបុគ្គលនោះមិននិយាយហ្មងមិននិយាយយ៉ាងម៉េចម្ចាស់អាត្មាឧទាហរណ៍ដោយអាត្មាប្រាប់មិញអញ្ចឹងនៅពេលដែលព្រះសម្មាសម្ពុទ្ធដឹងថាបុគ្គលទាំងអស់នៅឧទាហរណ៍នៅស្រុកខ្មែរយើងបើអាត្មាភាពបានសម្រេចនៅសមាបត្តិ8អាត្មាឧទាហរណ៍ពេលហ្នឹងអាត្មាហោះហើរឆ្វែលទីក្រុងភ្នំពេញរាល់ថ្ងៃហើយមនុស្សទាំងអស់មកស្រុកខ្មែរកំថាតែស្រុកខ្មែរនៅសហរដ្ឋអាមេរិកក៏បាក់មករកអាត្មាភាពដែរប៉ុន្តែសួរតែមានប្រយោជន៍ដែរពេលហ្នឹងបើសិនអ្នកទាំងអស់គ្នាមករកអាត្មាភាពនៅមើលអាត្មាភាពហោះហ្នឹងកណាពេលហ្នឹងហើយព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បញ្ញត្តិបើសិនណាបុគ្គលណាដែលសម្រេចឈានលោកីហ្នឹងហើយហ៊ានហោះហើរឬសម្ដែងរត់បាត់ហើយត្រូវបាត់ទូកត់កន្លែងហ្នឹងបានខ្ញុំកណាចង់បញ្ជាក់ប្រាប់អ្នកសួរនោះថាមនុស្សដែលបានសម្រេចនៅគុណធម៌ថ្នាក់ហ្នឹងគឺជាបុគ្គលដែលគេមិននិយាយទេបុគ្គលបែបហ្នឹងបុគ្គលណាដែលអួតថាអាត្មាយ៉ាងនេះខ្លួនអញយ៉ាងនោះគេមិនអាចនិយាយបានទេគេអត់អាចនិយាយប្រាប់អ្នកណាបានឡើយព្រោះអីនិយាយទៅក៏គេមិនជឿព្រោះគេមិនឃើញពិត
ចឹងណាម្ចាស់ ពពបាទស្កា អរគុណអ្នកមីងអាចអ្នកមីងមាន សូ អី មឲ្យកណា អ្នកមីងមានសំណួរដាក់មកកាន់ព្រះអង្គគុណជាម្ចាស់ទាំងពីរព្រះអង្គទេ អត់មានទេគ្រាន់តែសុំឆ្លើយនឹងអ្នកសួរនៅខាងនោះថាមានពេទ្យឬមិនមានពេទ្យ បាទ តែប៉ុណ្ណឹងទេព្រោះថានរកប្រែតទេរិឆានទេវតាព្រះអិនព្រះព្រំគឺពិតជាមានមែន បាទអរគុណអ្នកមីងដោយសារមានទូរស័ព្ទខលចូលរួមអរគុណច្រើនអ្នកមីងជំរាប ខ្ញុំ លា កណាសូមក្រាបថ្វាយបង្គំលាទាំងគុណម្ចាស់ពីព្រះអង្គព្រមទាំងវិធីករផងដែរ បាទ ចម្រើនពចម្រើនព កម្មវិធីផលប្រយោជន៍នៃពធសូមស្វាគមន៍ខាងសាយទី1 អាឡូ បាទ អាឡូ បាទជំរាបសួរលោកពូលោកពូខកអញ្ជើញទូរស័ព្ទមកពីខាងណាហើយមានឈ្មោះអីដែរ ខ្ញុំនេះខោពីអាឡូ4ទៅ បាទឈ្មោះអីគេលោកពូ ពុទ្ធតែ សារ៉េនទេលោកពូ បាទ ខ្ញុំចង់ទួលោកអូនលោកពីព្រះអង្គបង អញ្ជើញបងអញ្ជើញ ខ្ញុំលើពាក្យនេះមួយលោកអូនលើពាក្យមួយគឺថាមនុស្សនៅតែដើរឆ្កែនៅតែធ្វើបងអូនចង់ឲ្យលោកអូនបកស្រាយអត់បានបោះក្បាយបងអូន ព បាទ នៅក្នុងសង្គមហ្នឹងនៅក្នុងសង្គមយើងសពថ្ងៃហ្នឹងបងប្អូនឲ្យខ្ញុំលើពាក្យហ្នឹងយូរហើយបងប្អូនខ្ញុំចង់ដឹងយូរណាស់ពាក្យហ្នឹងបងប្អូន បាទមានអីផ្សេងទេលោកពូចង់ថែមពីលើសំណួរហ្នឹង អត់មានអីទេបងប្អូន បាទអរគុណច្រើនលោកពូខ្ញុំនឹងដាក់សំណួរទៅកាន់ប្រគុណជាម្ចាស់ទាំងពីរព្រះអង្គសូម អរគុណលោកបង បាទសូមអរគុណជំរាបលាលោកពូកណាសូមបកគលប្រកេនសំណួរមិញទៅកាន់បងម្ចាស់សាមសុភាពដើម្បីឆ្លើយសូមនិមន្តបង សូមចម្រើនពរញោមជានឹងលោកអ្នកស្ដាប់ខ្ញុំសួរថា មនុស្សនៅនៅតែដើរឆ្កែនៅតែព្រុសប៉ុន្តែពេលខ្លះអត់ថាឃើញមនុស្សដើរផងឆ្កែនៅតែព្រុសដែរដូចពេលយប់ឡើងម៉ោង2 10ម៉ោង1ម៉ោង2អីឬអត់ឃើញមានមនុស្សដើរផងប៉ុន្តែឆ្កែនៅតែព្រុសដែរហ្នឹង ព្រោះខ្មោចដឹងចាស់ អញ្ចឹងមិនមែនមានន័យថាមនុស្សនៅតែដើរឆ្កែនៅតែព្រុសទេមកពីឆ្កែហ្នឹងចង់តែព្រុសហ្មងខ្ញុំ ចាស់ពេលខ្លះអត់មានពេលខ្លះមនុស្សដើរឆ្កែអត់ព្រោះក៏មានដែរ ហ្នឹងហើយពេលខ្លះមនុស្សដើរហើយឆ្កែព្រុសទៀតអញ្ចឹងមានន័យថាមកពីឆ្កែហ្នឹងគឺចង់ព្រុសហ្មងបើសិនជាឆ្កែហ្នឹងអត់ចង់ព្រុសបែរជាអត់មានរឿងអីទៅខ្ញុំឆ្ងល់ទេអញ្ចឹងសូមចម្រើនពរបន្តិចចុះសុំទោសខ្ញុំគាត់និយាយលេងប៉ុន្តែចង់បញ្ជាក់ថាខ្ញុំពាក្យនេះគេបង្កើតឡើងនៅក្នុងស្ថានភាពមួយដែលគេឃើញឧទាហរណ៍វាអាចតាក់ទងយកថាអ្នកខ្លះគេខំប្រឹងធ្វើក៏ប៉ុន្តែនៅតែមានអ្នករិះគន់ឃើញទេអាគេធ្វើនឹងចង់ងាប់អាអ្នករិះគន់នៅតែរិះគន់ដល់ពេលអ្នកខ្លះអត់ធ្វើក៏នៅតែរិះគន់អញ្ចឹងវាគេបង្កើតឡើងក្នុងបរិបទមួយដែលគេឃើញស្ថានភាពសង្គមនឹងយ៉ាងម៉េចហើយគេបង្កើតអញ្ចឹងទៅវាមិនដូចជាអីមួយជាក់លាក់ច្បាស់ទេពីព្រោះវាជាពាក្យមួយដែលវាតាក់ទងទៅនឹងស្ថានភាពជាក់ស្ដែងនៃគេបង្កើតណាញោមអញ្ចឹងសូមចម្រើនពរញោមប៉ុណ្ណេះចុះហើយបើសិនជាយ៉ាងម៉េចញោមទៀតបានអាច កណាអរគុណព្រះអង្គកណាសូមទទួលប្រិយមិត្តខាងខ្សែ013ខ្សែទី3កម្មវិធីផលប្រយោជន៍នៃពធសូមជម្រាបសួរ អញគុំព្រះអង្គទាំងពីរព្រះអង្គផង បាទជំរាបសួរបងអញ្ជើញខលមកពីខាងណាហើយមានឈ្មោះអី បាទខ្ញុំឈ្មោះស៊ីនីនខពីភ្នំពេញទៅ បាទបងមានចំណាប់អារម្មណ៍ឬក៏សំណួរដាក់មកកាន់ប្រគុណជាម្ចាស់ទាំងពីរព្រះអង្គទេ ខ្ញុំមានចំណាប់អារម្មណ៍តិចថ្ងៃមុនខ្ញុំចូលកតាប៉ុន្តែដាច់ បាទ កណាស្វែងគុំព្រះអង្គទាំងពីរព្រះអង្គផងចម្រើនពរញោមកណាសូមគ្រប់គ្រងកម្មវិធីហ្នឹងជួយវិជ្ជាកម្មវិធីមួយនិយាយពីព្រះពុទ្ធសាសនាផងប៉ុន្តែពិតព្រះអង្គបានលើកពាក្យមួយមកបញ្យល់លម្អិតធ្វើឲ្យមានប្រយោជន៍សម្រាប់ពុទ្ធបរិស័ទទាំងអស់ក៏ដូចជាក្មេងជួនកាលពាក្យខ្លះកលៃអីព្រះសង្ឃជាច្រើនលោកចំណាក់តាមវិទ្យុចឹងខ្ញុំកណាស្ដាប់ដែរប៉ុន្តែអត់យល់លោកជាកម្លែងជាទៅចឹងណាទៅពេលនៅក្នុងកម្មវិធីហ្នឹងជាកម្មវិធីមួយល្អដែលលើកពាក្យមួយមកលម្អិត
ធ្វើឲ្យដូចខ្ញុំកណាអញ្ចឹងអាចយល់ច្បាស់អញ្ចឹងទៅហើយកណាធំចំពោះខាងខ្ញុំកណាមួយខ្ញុំមិនតាមដឹងថាការនិយាយទៅអាចប៉ះពាល់ដល់ប្រពុតសាសនាឬក៏អ្នកដទៃខ្ញុំអត់ដឹងគ្រាន់តែអារម្មណ៍ខ្លួនឯងគិតថាកម្មវិធីផ្សាយប្រពុតសាសនាមានច្រើនតោខុយប្រច្រើនម៉ោងដែរប៉ុន្តែតាមខ្ញុំកណាម្នាក់ណាតែគិតខ្លួនឯងបាទបើខ្ញុំកណាគឺខ្លួនឯងថាហេឡូបាទដោយសារដាច់ទៅហើយសូមអរគុណច្រើនដែលបានគ្រប់គ្រងកម្មវិធីយើងសង្ឃឹមថាមិននៅបន្តស្ដាប់នៅពេលនេះចិត្តដល់ម៉ោងហើយខ្ញុំកណាសូមប្រគិនកម្មវិធីទៅដល់ព្រះអង្គខឹមលៀងដើម្បីឆ្លើយនឹងសំណួរហើយនឹងមានចំណាប់អារម្មណ៍គេចុងក្រោយសូមអរគុណដល់បងអូនជាថ្មីខ្ញុំកណាអាត្មាភាពមិនចង់មានអីបន្ថែមថាមួយពេលវេលាក៏យើងដល់ហើយយើងនឹងជជែកគ្នានៅថ្ងៃបន្ទាប់ជាទូទៅកម្មវិធីយើងគឺចង់បកស្រាយពាក្យកលឹះដូចបងក៏បានចូលរួមអញ្ចឹងយើងមិនដឹងថាម៉េចបើយើងដឹងពាក្យពិតហើយយើងមិនព្រមនិយាយពាក្យពិតយើងដឹងថាយើងធ្វើមនុស្សធ្វើអីឥឡូវហ្នឹងសំបីតែខ្លួនឯងក៏កុហកខ្លួនឯងដែរគឺថាយើងកុហកអ្នកដទៃបានប៉ុន្តែមនុស្សម្នាក់ដែលយើងមិនអាចកុហកបានឬវត្ថុមួយយើងមិនអាចកុហកបានគឺចិត្តរបស់យើងហ្នឹងហ្មងយើងមិនអាចកុហកបានទេហ្នឹងហើយសំណួរដូចបងមួយក៏លើកឡើងថាមនុស្សនៅតែដើរឆ្កែនៅតែព្រុសហ្នឹងរឿងហ្នឹងដូចព្រះអង្គចាស់សែនសុភាពបានបកស្រាយរួចហើយបានឆ្លើយនឹងសំណួរញោមរួចហើយជាទូទៅមែនក្នុងស្ថានភាពមួយហ្នឹងថាអ្នកធ្វើនៅតែធ្វើទៅអ្នកថាក៏ចេះតែថាអ្នករិះគន់ក៏ចេះតែរិះគន់ទៅហើយក៏ដូចពេលខ្លះដើរទៅឆ្កែអត់ព្រុសហ្នឹងធ្វើទៅក៏អត់មានគេរិះគន់ដែរហើយពេលខ្លះអត់ទាំងដើរឆ្កែព្រុសម្នាក់ឯងហ្នឹងអត់ធ្វើហ្នឹងក៏គេរិះគន់ដែររឿងហ្នឹងវិញចាណាដល់ពេលអញ្ចឹងទៅស្ថានភាពហ្នឹងយើងប្រើក្នុងកលៈទេសៈហ្នឹងហើយមានន័យផ្សេងយ៉ាងម៉េចយ៉ាងណាទៀតយើងចាំបន្ថែមឬក៏ចាំបងអាចចូលរួមនៅថ្ងៃស្អែកហើយបងចុងក្រោយមិញគឺអញ្ចឹងដែរដោយសារយើងអស់ពេលវេលាមិនបានទទួលបន្ថែមឬក៏ដាច់ទៅស្អែកអីអាចទូរស័ព្ទដើម្បីចូលរួមបន្ថែមពេលវេលាសល់តែ2-3នាទីទេខ្ញុំកណាអាត្មាភាពចង់បន្ថែមបន្តិចដោយមិញបានជជែកគ្នាទៅរឿងច្បាប់2ច្បាប់ដែលត្រូវបានបង្កើតដោយមនុស្សហើយនឹងច្បាប់ដែលត្រូវបានបង្កើតដោយធម្មជាតិនេះហើយច្បាប់ដែលច្បាប់មិនត្រូវបានបង្កើតទេច្បាប់ធម្មជាតិដោយខ្ញុំកណាអាត្មាភាពលើកឡើងអញ្ចឹងបុគ្គលណាក៏ដោយដែលមានឋានៈប្រព័ន្ធណាក៏ដោយបើសិនលោតពីជាន់ទី4នឹងទៅបើអ្នកដែលអត់ឋានៈងាប់អ្នកដែលមានឋានៈក៏ងាប់ដូចគ្នាដែរស្មើគ្នានឹងហៅថាច្បាប់ធម្មជាតិប៉ុន្តែក្នុងច្បាប់ដែលមនុស្សបង្កើតមានករណីលើកលែងជិះម៉ូតូផ្លូវមួយដូចគ្នាជាទូទៅឧទាហរណ៍ថាអញ្ចេះគេជិះម៉ូតូទូទៅបើភ្លើងក្រហមឬក៏ម៉ូតូអត់កញ្ចក់អត់ផ្លាកលេខនៅមានសន្តិសុខនៅកមុទៅត្រូវសន្តិសុខចាប់អីចឹងទៅប៉ុន្តែក្នុងនោះបើសិនណាករណីខ្លះព្រះសង្ឃអីអាចថាគេលាស់ឲ្យខ្លះអញ្ចឹងតែនឹងច្បាប់បង្កើតដោយមនុស្សមានករណីលើកលែងអញ្ចឹងដោយសារពេលវេលាយើងអស់អញ្ចឹងកម្មវិធីនេះខ្ញុំកណាសូមជូនកម្មវិធីនេះបងប្អូនអ្នកសម្របខ្លួនវិញសូមអរគុណព្រះអង្គដោយសារតែយើងអស់ម៉ោងក្នុងកម្មវិធីហើយនៅពេលនេះខ្ញុំបកណាសូមលំអោនកាយកាត់ផ្សាយបង្គំលាហើយកម្មវិធីនឹងវិលត្រឡប់មកសារជាថ្មីនៅក្នុងពេលវេលាថ្ងៃស្អែកតាមវេលានឹងម៉ោងដដែលនៅពេលនេះខ្ញុំកណាហេហូគីព្រមទាំងប្រគុណជាម្ចាស់ពីព្រះអង្គសូមអរគុណនិងសូមជម្រាបលាប្រកាសណាគុណម្ចាស់និងញាតិមិត្តបងប្អូនទាំងអស់រងចាំស្ដាប់កម្មវិធីផលប្រយោជន៍នៃព្រះធម៌នាថ្ងៃស្អែកជាបន្តទៀតតាមពេលវេលានិងម៉ោងដដែលសូមឲ្យសេចក្តីសុខពិតប្រាកដសន្តិភាពពិតប្រាកដសុភមង្គលពិតប្រាកដនិងកើតមានឡើងចំពោះអ្នកពិតប្រាកដដោយការបដិបត្តិដ៏ត្រឹមត្រូវតាមផ្លូវនៃព្រះធម៌ដែលបានសម្ដែងប្រាប់ដោយបុគ្គលត្រាស់ដឹងពេញបរិបូរណ៍គឺព្រះសម្មាសម្ពុទ្ធកុំបីអខានឡើយសូមអរព្រះគុណនិងអរគុណ